មោទនភាពកម្ពុជាគុនប្រពៅសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីគឺកុមារាហ៊ុនពេជ្រមុនីរទ្ធីសិទ្ធទទួលបានមេដាយមាសផ្នែកគណិតវិទ្យាមួយទៀតហើយលើទំព័រ Facebook លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានបង្ហាញថាអបអរសាទរកូនពូជទទួលបានមេដាយមាសផ្នែកគណិតវិទ្យាពិភពលោកមួយទៀតហើយលោកជំទាវបញ្ជាក់ថាការប្រឡងនេះធ្វើនៅប្រទេសអូស្ត្រាលីដែលមានកុមារាកុមារីមកពីប្រទេសចំនួន15ចូលរួមប្រឡងសូមបញ្ជាក់ថាកុមារាហ៊ុនពេជ្រមុនីរទ្ធីសិទ្ធជាកុមារាកម្ពុជាមួយរូបដែលមានភាពខ្លាំងពូកែខាងគណិតវិទ្យាហើយតែងចូលរួមប្រកួតប្រជែងកម្រិតតំបន់និងពិភពលោកជាបន្តបន្ទាប់ហើយក៏តែងតែដណ្ដើមបានមេដាយមាសផងដែរទាំងសម្ដេចតេជោហ៊ុនសែនជាជីតាសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតជាឪពុកម្ដាយនោះតែងបង្ហាញមោទនភាពចំពោះកុមារាហ៊ុនពេជ្រមុនីរទ្ធីសិទ្ធ